នៅចាំទេការការតារាចម្រៀងក្រុម Classic បាត់ឈឹងឬសិល្បៈតាមពិតសំងំសាងគ្រួសារនឹងធ្វើជាថៅកែហាងផ្លែឈើចាបាទរំលឹកការពីកំឡុងឆ្នាំ2000មហាជនអ្នកនិយមតាមដានស្ដាប់ចម្រៀងជាក្រុមចានឹងតូលច្បាស់ជាបានស្គាល់មកហើយក្រុមចម្រៀង Classic ចាដែលក៏កាត់ឡើងដោយការគ្រប់គ្រងពីលោកហួរសុផលចាក្រុមចម្រៀងនេះមានសមាជិក7នាក់ដូចជាលោកបញ្ញាសិទ្ធលោកដូដូលោកឡូឌីអ្នកនាងកាកាអ្នកនាងកូកូលោកខុនណាងនិងកញ្ញាលីលីកាលនោះក្រុមចម្រៀងនេះបានចេញបទចម្រៀងពីរោះនិងក្បាច់រាំលយមែនទែនជាយ៉ាងណាមិញក្រោយពីរំសាយក្រុមប្រមាណជាង10ឆ្នាំមកនោះសមាជិកក្រុមចម្រៀងខាងលើបានដើរផ្លូវរៀងខ្លួនចាដោយខ្លះបានបន្តអាជីពសិល្បៈដូចដើមនិងខ្លះបានបញ្ចប់ងាកទៅសាងគ្រួសាររៀងខ្លួនចាក្រឡេកមកមើលសមាជិកនារីម្នាក់ក្នុងចំណោម3នាក់ខាងលើគឺអ្នកនាងកាកាបច្ចុប្បន្នបានរសាត់ឆ្ងាយពីអាជីពសិល្បៈទាំងស្រុងហើយនាងបានរៀបការសាងគ្រួសារតាំងពីកំឡុងឆ្នាំ2020មកម្លេះចាសប្តាហ៍ថ្ងៃអ្នកនាងកាកាក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន2រូបនិងរកស៊ីជាថៅកែលក់ផ្លែឈើផងដែរ